សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការ recap បាទតាក់ទងទៅនឹងព័ត៌មានសេដ្ឋកិច្ចក៏ដូចជាព្រឹត្តិការណ៍ព័ត៌មានសង្គ្រាមដែលជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាសអញ្ចឹងបងប្អូនដែលជាអ្នកតាមដានទៅលើតម្លៃហាងឆេងមាសប្រកាសជាដឹងហើយថាមួយរយៈចុងក្រោយនេះហេតុអីបានជាតម្លៃហាងឆេងមាសមានការធ្លាក់ចុះខ្លាំងបែបនេះបាទអញ្ចឹងទស្សនាវីដេអូនេះដល់គ្នាបាទអញ្ចឹងជួបជាមួយខ្ញុំបាទខ្ញុំបាទពងថ្ងៃនេះខ្ញុំមកធ្វើការ recap ទៅនឹងព័ត៌មានបាទអញ្ចឹងដូចបងប្អូនឃើញនៅខាងក្រោយខ្ញុំនេះបាទគឺតាក់ទងទៅនឹងតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបាទបច្ចុប្បន្ននេះបាទគឺបានធ្លាក់ចុះមកដល់តម្លៃ$4064ក្នុង1អោនឬស្មើនឹង$4879ក្នុង1តម្លឹងសម្រាប់តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិផ្ទាល់តែម្ដងបងប្អូនបាទយើងឃើញថាតាក់ទងទៅនឹងការធ្លាក់ចុះនៃតម្លៃហាងឆេងមាសបាទខ្ញុំឲ្យបងប្អូន3ចំណុចបាទតាក់ទងនឹងកត្តាធំដែលរុញច្រានតម្លៃមាសធ្លាក់ចុះទី1តាក់ទងទៅនឹងការរំពឹងទុកអត្រាការប្រាក់របស់ធនាគារកណ្ដាលនៅខាងសហរដ្ឋអាមេរិកផ្ទាល់តែម្ដងបាទចឹងដូចបងប្អូនឃើញហើយបាទតាក់ទងទៅនឹងតម្លៃឆេងមាសយើងជួញដូរជាមួយនឹងប្រាក់ដុល្លារបាទចឹងតែកាលណាតម្លៃប្រាក់ដុល្លារនៅមានតម្លៃបាទរុញច្រានតម្លៃហាងឆេងមាសនឹងមានការធ្លាក់ចុះបច្ចុប្បន្នអត្រាការប្រាក់នៅធនាគារកណ្ដាលសហរដ្ឋអាមេរិកផ្ទាល់បាទគឺ3.75%បងប្អូនបាទអញ្ចឹងអត្រាការប្រាក់គឺនៅខ្ពស់បាទដើម្បីទប់ទល់ជាមួយនឹងអតិផរណាសម្រាប់បច្ចុប្បន្ននេះបាទអញ្ចឹងធនាគារកណ្ដាលនៅខាងសហរដ្ឋអាមេរិកគឺមិនទាន់បញ្ញាបញ្ញាក្នុងការកាត់អត្រាការប្រាក់ទេទើបរុញច្រានតម្លៃប្រាក់ដុល្លារមានការកើនឡើងបាទរុញច្រានតម្លៃមាសមានការធ្លាក់ចុះបាទអញ្ចឹងនេះគឺជាចំណុចទី1កត្តាទី2បងប្អូនបាទតាក់ទងទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាបាទរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទគឺមានការវាយប្រហារគ្នាខ្លាំងមែនទែនរហូតទៅដល់បិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិបាទនៅការផ្គត់ផ្គង់ប្រេងបងប្អូនបាទអញ្ចឹងព័ត៌មាននេះគឺជាអត្ថប្រយោជន៍ដល់ទីផ្សារប៉ុន្តែបច្ចុប្បន្នយើងឃើញថាប្រទេសទាំងពីរបាទគឺមានភាពត្រូវរើគ្នាច្រើនបាទតាក់ទងទៅនឹងបញ្ហាបច្ចុប្បន្នបាទគឺមានការចរចារយៈពេល60ថ្ងៃដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមទាំងស្រុងបាទអញ្ចឹងបច្ចុប្បន្នបាទព័ត៌មានមួយនេះក៏ជះឥទ្ធិពលទៅដល់ទីផ្សារដែរបើសិនជាមានចំណងជើងព័ត៌មានណាថ្មីបាទអាប់ដេតចេញពីប្រទេសទាំងពីរនឹងជះឥទ្ធិពលទៅដល់តម្លៃមាសបន្ថែមទៀតអញ្ចឹងចំណុចទី3បាទតាក់ទងទៅនឹងសន្ទុះនៃប្រាក់ដុល្លារផ្ទាល់តែម្ដងបងប្អូនបាទអញ្ចឹងដូចយើងដឹងហើយយើងទិញលក់ហាងឆេងមាសជាមួយនឹងប្រាក់ដុល្លារសន្ទុះនៃប្រាក់ដុល្លារមានការកើនឡើងរហូតទៅដល់100ពិន្ទុជាងបងប្អូនបាទបង្ហាញថាសេដ្ឋកិច្ចនៅខាងសហរដ្ឋអាមេរិករឹងមាំរបាយការណ៍ការងារក៏មានការកើនឡើងច្រើនដែរបងប្អូនបាទតាក់ទងទៅនឹងរបាយការណ៍ការងារកាលពីខែមុនបាទគឺខាងសហរដ្ឋអាមេរិកបាទគឺមានកំណើនកើនឡើងរហូតទៅដល់172k បងប្អូនបាទឬស្មើនឹង170,000បាទ7,000ការងារបាទបង្កើតថ្មីនៅខាងសហរដ្ឋអាមេរិកអញ្ចឹងបង្ហាញថាសុខភាពនៅខាងប្រទេសអាមេរិកបាទគឺល្អសម្រាប់សេដ្ឋកិច្ចរុញច្រានឲ្យតម្លៃប្រាក់ដុល្លារបាទមានការកើនឡើងបាទមាសនឹងបន្តធ្លាក់ចុះបាទអញ្ចឹងនេះគឺជាព្រឹត្តិការណ៍ទាំង3បងប្អូនបាទដែលជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាសបាទបើសិនជាអ្នកនរគ្នាមានបំណងចង់ទិញលក់មាសបាទជាមួយនឹងតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិក៏ដូចជាការទិញលក់មាសនៅខាងក្រៅបងប្អូនគួរតែរងចាំមើលទិន្នន័យសេដ្ឋកិច្ចបាទឬមួយក៏ហៅថារបាយការណ៍ការងារមួយដែលនឹងចេញផ្សាយបាទពីខាងសហរដ្ឋអាមេរិកនៅខែក្រោយថ្ងៃ2បងប្អូនបាទតាក់ទងទៅនឹងបាទព័ត៌មាន Non-Farm Payroll បាទតាក់ទងនឹងការបង្កើតការងារថ្មីនៅខាងសហរដ្ឋអាមេរិកអញ្ចឹងនេះគឺជាព័ត៌មានធំបំផុតប្រចាំខែបាទដែលជះឥទ្ធិពលទៅដល់ទីផ្សារបាទហើយគួបផ្សំជាមួយនឹងព័ត៌មានមួយនឹងដែរបាទខាងក្រុមហ៊ុនរបស់យើងក៏មានហៅថាការ live event បងប្អូនបាទគឺមានការបង្រៀន live ផ្ទាល់បាទតាក់ទងទៅនឹងទីផ្សារកំឡុងពេលដែលចេញផ្សាយព័ត៌មានថាតើនៅពេលដែលចេញផ្សាយព័ត៌មានមួយហ្នឹងបាទការឡើងចុះនៃទីផ្សារគឺមានការប្រែប្រួលសកម្មខ្លាំងប្រព័ន្ធណាហើយយើងអាចស្វែងរកឱកាសក្នុងការទាញយកផលចំណេញក៏ដូចជាសិក្សាពីទីផ្សារបាននៅក្នុងកំឡុងពេលហ្នឹងបាទអញ្ចឹងបងប្អូនអាចធ្វើការបាទ join ដើម្បីចូលរួមសិក្សា free ជាមួយនឹងខាងក្រុមហ៊ុន AlphaGo Future របស់យើងបាទអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ក្នុងការរៀនបាទជាមួយនឹងការទិញលក់ជាមួយនឹងទីផ្សារកំឡុងពេលម៉ោងព័ត៌មានរបាយការណ៍សំខាន់ដែលចេញផ្សាយពីខាងសហរដ្ឋអាមេរិកបងប្អូនអាច comment ពាក្យ OK នៅខាងក្រោមនេះបានបាទក្រុមការងារយើងនឹងធ្វើការតំណាក់ម្ដងទៅបាទអូខេអញ្ចឹងពីខ្ញុំគឺមានប៉ុណ្ណឹងបាទសម្រាប់ការ recap តាក់ទងទៅនឹងតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិដែលមានការធ្លាក់ចុះមួយរយៈពេលចុងក្រោយនេះហើយកុំភ្លេចតាមដានទាំងអស់គ្នាណាបងប្អូនបាទតាក់ទងទៅនឹងព័ត៌មានរបាយការណ៍ការងារនៅខែក្រោយបាទអញ្ចឹងប្រហែលសប្តាហ៍ទៀតទេបាទប្រហែលជាសប្តាហ៍ក្រោយបាទគឺដល់ពេលដែលចេញផ្សាយព័ត៌មានមួយនេះហើយគឺជាអត្ថប្រយោជន៍ទៅដល់ទីផ្សារខ្លាំងមែនទែនបាទជួបគ្នាឆាប់ៗបងប្អូនបាទគោរពជំរាបលា